ចាំយើងជួបគ្នាសិនចាំនិយាយគ្នាទៀតស៊ូម៉ាន់ស៊ូអើយខ្ញុំខ្លាចថាអ្នកមិនអាចទៅដល់ភូមិគ្រីស្ត្រកូលហ៊ូបានទេមើលទៅលោកលីតើពាក្យសម្ដីនេះមានន័យថាយ៉ាងម៉េចអាយ៉ាក្នុងពេលដែលពួកអ្នកជិតស្លាប់ទៅហើយអីចឹងប្រុសកំឡោះម្នាក់នេះនឹងឲ្យអ្នកស្លាប់ទាំងដឹងរឿងច្បាស់លាស់តែម្ដងខ្ញុំបានរកមនុស្សរួចរាល់ហើយឲ្យគេដាក់គ្រាប់បែកនៅក្រោមបាតឡានរបស់អ្នកហើយនៅសល់តែ10វិនាទីទៀតប៉ុណ្ណោះគ្រាប់បែកនឹងផ្ទុះហើយលីប៉ាឯងនេះពិតជាឈួតខ្លាំងណាស់ស៊ូម៉ាន់ស៊ូក្នុងពេលដែលនាងមិនអាចធ្វើជាមនុស្សស្រីរបស់ខ្ញុំបានអីចឹងមានតែធ្វើឲ្យនាងរលាយបាត់បង់ពីលើโลกនេះរហូតទៅហើយឈិនហ្វានប្រញាប់ឈប់ឡានភ្លាមពួកយើងប្រញាប់ចុះពីលើឡានទៅលីប៉ាវបានដាក់គ្រាប់បែកនៅលើឡានហើយនៅសល់តែ10វិនាទីទៀតឡាននឹងផ្ទុះហើយវាគ្រាន់តែជាគ្រាប់បែកធម្មតាប៉ុណ្ណោះអ្នកស្រីស៊ូមិនបាច់បារម្ភទេខ្ញុំនឹងបោះគ្រាប់បែកនៅលើឡាននេះចោលឥឡូវនេះហើយយ៉ាងម៉េចដែរប៉ុណ្ណឹងក៏ចប់រឿងបាត់ទៅហើយឈិនហ្វានតើឯងជាមនុស្សប្រភេទណាឲ្យប្រកាសទៅដល់ថ្នាក់អាចយករបស់ពីចម្ងាយបានទៀតស៊ូម៉ាន់ស៊ូនាងមិនទាន់ស្លាប់ទៀតហេលោកប្រុសលីល្បិចកថោកទាបរបស់អញប៉ុណ្ណឹងមិនអាចធ្វើអ្វីខ្ញុំបានឡើយប៉ុន្តែលោកប្រុសលីអ្វីដែលឯងបានធ្វើទុកខ្ញុំនឹងសង្វិញម្ដងមួយមែនហេឈិនហ្វានឯងគ្រាន់តែជាអង្គរៈកំពេចកំពុកនៅក្បែរខ្លួនស៊ូម៉ាន់ស៊ូប៉ុណ្ណោះឯងនៅហ៊ានមកគំរាមកំហែងខ្ញុំទៀតផងមកអ្នកទាំងអស់គ្នាមកមើលឲ្យលឿនមកមើលរូបពីដ៏អស្ចារ្យរបស់អង្គរៈអ្នកស្រីស៊ូបន្តិចមើលថាវាខ្លាំងប៉ុណ្ណាហ៊ានមកគំរាមកំហែងខ្ញុំនៅក្នុងទឹកដីត្រកូលហ៊ូផងលីប៉ៅឯងកុំមកនិយាយបង្កាច់បង្ខូចអ្នកដទៃឲ្យសោះនរណាហ៊ានមកបង្កចំនួននៅក្នុងពិធីខួបកំណើតរបស់ត្រកូលហ៊ូលោកម្ចាស់ហ៊ូគាត់នឹងក៏គ្រាន់តែជាអង្គរៈកំពេចកំពុកម្នាក់សោះនៅហ៊ានចូលមកបំពេញក្នុងកម្មវិធីខួបកំណើតរបស់ត្រកូលហ៊ូបៀបនេះទៀតថែមទាំងមានមុខមកគំរាមកំហែងខ្ញុំនៅចំពោះមុខអ្នករាល់គ្នាទៀតនេះវាច្បាស់ជាការតែកំភ្លៀងត្រកូលហ៊ូចំតែម្ដងមិនមើងងាយត្រកូលហ៊ូហ៊ូហេតុពេកទេដឹងមិនមែនទេណាលោកម្ចាស់ហ៊ូមិនមែនជាមនុស្សបែបនោះឡើយមិនមែនទេលោកម្ចាស់ហ៊ូមិនមែនជាមនុស្សបែបនោះឡើយអាពីអញហ៊ានទៅលូកក្លឹមត្រកូលហ៊ូទៅហើយរងចាំថ្ងៃស្លាប់ទៅចុះកំឡោះតូចពួកយើងធ្លាប់ជួបគ្នាមុនមែនទេកាលពីមុនខ្ញុំធ្លាប់តាំងទទួលទីនៅតាមចិញ្ចើមថ្នល់ត្រូវអរគុណហើយដែលលោកម្ចាស់បានមេត្តាជួយមើលថែអូខ្ញុំថាចេះតែសាមុខម្លេះយូរណាស់ហើយតើដែលពិតទៅគឺជាអ្នកដែលធ្លាប់ជួយទូទីរឿងគូព្រេងឲ្យចៅប្រុសរបស់ខ្ញុំសោះហាហាលោកគ្រូឈិនគឺលោកម្ចាស់ហូលោកកុំចាញ់បោកគាត់ឲ្យសោះណាគេគ្រាន់តែជាអង្គរៈធំក្លិនស្អុយម្នាក់នៅក្បែរខ្លួនស៊ូម៉ាន់ស៊ីប៉ុណ្ណោះអានឹងឬហៅថាគូព្រេងព្រំលិខិតនោះឲ្យខ្ញុំនិយាយចំទៅចុះឃើញភ្នែកក្លបិចបោកប្រាស់សោះអ្នកប្រុសលីនិយាយអ្វីត្រូវមានភស្តុតាងផងសមត្ថភាពរបស់លោកគ្រូឈិនខ្ញុំបានឃើញផ្ទាល់នឹងភ្នែកលោកគ្រូឈិនកាលពីមុនលោកធ្លាប់ប្រាប់ថាចៅប្រុសរបស់ខ្ញុំមានរាសីដាច់ដោយឯកាខ្ញុំក៏បានធ្វើតាមអ្វីដែលលោកបានប្រាប់ដោយឲ្យគេពាក់ខ្សែដៃអំបោះក្រហមដែលលោកបានចង់ឲ្យរួចរាល់ហើយប៉ុន្តែនេះគ្រប់3ថ្ងៃហើយហេតុអ្វីបានជាចៅប្រុសរបស់ខ្ញុំនៅតែមិនទាន់នាំសង្សារមកផ្ទះទៀតលោកម្ចាស់កុំអាលប្រញាប់ពេកអីថ្ងៃនេះចៅប្រុសរបស់លោកនឹងនាំសង្សារមកច្បាស់ណាស់ល្មមបានហើយឈិនហ្វានកុំមកធ្វើជាគ្រូមិនអាគមសាច់មុននៅទីនេះអីបើឯងពូកែមែនអញព្រមធ្វើជាអង្គរៈក្បែរខ្លួនស៊ូម៉ាន់ស៊ីដោយស្ម័គ្រចិត្តពីក្នុងចិត្តពិតប្រាកដដោយរបៀបណាគ្រាន់តែជាអង្គរៈក្បែរខ្លួនសោះនឹងឈិនហ្វានរឿងនេះវាមានរឿងអ្វីកើតឡើងឲ្យប្រាកដទៅខ្សែដៃអំបោះក្រហមរបស់ឯងនោះតើវាពិតជាប្រើការបានមែនឬអត់អ្នកស្រីស៊ូកុំបារម្ភអីខ្ញុំមានគម្រោងក្នុងចិត្តរួចហើយលោកម្ចាស់ហូណែនៅចាំអីទៀតដៃបាក់ទៀតហើយថ្ងៃនេះខ្ញុំចង់ទៅមើលឲ្យឃើញនឹងភ្នែកថាតើអ្នកប្រុសធំហ៊ូអាចនាំមិត្តស្រីមកបានដែរឬទេបើអ្វីដែលអ្នកនិយាយជាការពិតនោះខ្ញុំនឹងលុតជង្គង់សុំទោសអ្នកនៅទីនេះភ្លាមចុះបើផ្ទុយទៅវិញអ្នកត្រូវតែលូនកាត់ចន្លោះជើងរបស់ខ្ញុំបានប៉ុន្តែអ្នកប្រុសលីកុំអាលនិយាយអួតខ្លាំងពេកលោកតាខ្ញុំត្រឡប់មកវិញហើយចៅប្រុសត្រឡប់មកវិញហើយមិនអីទេចៅខ្ញុំមកយឺតបន្តិចហើយអ្នកប្រុសលីត្រៀមលុតជង្គង់សុំទោសហើយឬនៅអាចទៅរួចយ៉ាងម៉េចមនុស្សស្រីម្នាក់នេះមុខមាត់ធម្មតាសោះអាចខ្លាចជាមិត្តស្រីរបស់អ្នកប្រុសធំហ៊ូយ៉ាងម៉េចទៅហាហាចៅប្រុសនៅមិនទាន់ប្រញាប់ទៅសំពះគ្រូឈិនទៀតកងដៃចុងនិស័យរបស់អ្នកគឺគ្រូឈិនជាអ្នកឲ្យនឹងណាក្នុងនាមជាសិស្សខ្ញុំសូមគោរពគ្រូឈិនអរគុណគ្រូឈិនដែលបានផ្ដល់កងដៃចុងនិស័យនេះទើបធ្វើឲ្យខ្ញុំបានជួបស៊ូឈីងនារីដ៏ល្អម្នាក់នេះចៅប្រុសមានន័យថាអ្នកចង់ប្រាប់ថានាងជាមិត្តស្រីរបស់អ្នកមែនទេត្រឹមត្រូវហើយលោកតាម្នាក់នេះគឺស៊ូឈីងជាមិត្តស្រីរបស់ខ្ញុំជំរាបសួរលោកតាល្អពិតជាស្រស់ស្អាតមែនគ្រូឈិនរឿងនេះខ្ញុំពិតជាត្រូវអរគុណអ្នកខ្លាំងណាស់បើគុំតែមានអ្នកគ្រួសារហ៊ូរបស់ខ្ញុំខ្លាចតែត្រូវដាច់ពូទៅហើយលោកតាហ៊ូគូសំពេចហើយមិនអាចទៅរួចទេមនុស្សស្រីម្នាក់នេះធម្មតាពេកហើយអាចខ្លាចជាមិត្តស្រីរបស់អ្នកប្រុសធំហ៊ូយ៉ាងម៉េចទៅលីពេលអ្នកនិយាយរឿងរ៉ាវមិនដឹងអីហ្នឹងអ្នកប្រុសធំកុំយកច្រឡំលើខ្ញុំអីខ្ញុំគ្រាន់តែខ្លាចអ្នកត្រូវកំឡោះបោកប្រាស់ឈិនហ្វានម្នាក់នេះបោកតែប៉ុណ្ណោះតាមពិតទៅអ្នកនឹងស៊ូឈីងមាននិស័យនឹងគ្នាតាំងពីដើមមកហើយមិនប្រកាសថាអាចមកពីអាឡប់ឈិនហ្វានម្នាក់នេះដែលចៃដន្យឲ្យទៅជួបរឿងល្អបែបនេះនោះទេកង្កែបក្នុងខំបើគ្មានកងដៃចុងនិស័យរបស់គ្រូឈិនទេតើខ្ញុំអាចជួយស៊ូឈីងបានយ៉ាងម៉េចហើយចុះទៅស្គាល់នារីដ៏ល្អបែបនេះបានយ៉ាងម៉េចទៅល្អណែនៅចាំអីទៀតចាប់ពីថ្ងៃនេះទៅលោកគ្រូឈិនគឺជាភ្ញៀវកិត្តិយសរបស់ត្រកូលហ៊ូយើងអ្នកណាហ៊ាននិយាយអាក្រក់ពីលោកគ្រូឈិនត្រកូលហ៊ូមិនស្វាគមន៍ឡើយអំបញ្ញមិញលោកលីនិយាយថាបើឈិនហ្វានធ្វើបានមែនលោកនឹងលុតជង្គង់ក្រាបក្បាលសុំទោសឥឡូវភស្តុតាងនៅចំពោះមុខហើយលោកលីប្រហែលជាមិនគិតចង់លេបសម្ដីទេមែនទេល្អណាស់ឈិនហ្វានលើកនេះចាត់ទុកថាឯងសំណាងចុះខ្ញុំព្រមទទួល
សុំទោសផងខ្ញុំខុសហើយហឺស៊ូម៉ាន់ស៊ីខ្ញុំខុសហើយលើកនេះនាងឈ្នះពេញចិត្តហើយឬនៅប៉ុន្តែរឿងសហការជាមួយត្រកូលហួរលើកនេះពួកយើងបានត្រៀមខ្លួនយ៉ាងពេញលេញមិនមែនអ្វីដែលត្រកូលស៊ូរបស់ពួកនាងអាចប្រៀបបានឡើយលោកលីចង់សហការជាមួយត្រកូលហួរគឺត្រូវមើលលើលក្ខខណ្ឌសហការមិនមែនមើលលើទំនាក់ទំនងចាស់ឡើយលោកតាហួរនេះជាសំណើហការដែលត្រកូលស៊ូរបស់យើងជាអ្នកដាក់ជូនហាអេស៊ូម៉ាន់ស៊ីយ៉ាងម៉េចដែរគាំងទៅហើយមែនទេខ្ញុំប្រាប់ហើយលោកតាហួររបស់នៅក្នុងដៃនាងនោះមិនអាចប្រៀបធៀបនឹងអ្វីបានឡើយទូទាំងក្រុងលូចឹងកំពុងតែក្លាចចោលមានតែត្រកូលលីរបស់យើងទេទើបអាចសហការជាមួយត្រកូលហួរបានលោកស្រីស៊ូថ្ងៃនេះត្រូវអរគុណលោកគ្រូឈិនយ៉ាងខ្លាំងចៅប្រុសខ្ញុំមិនត្រឹមតែរកគូព្រេងជួបទេថែមទាំងធ្វើឲ្យខ្ញុំមើលឃើញអ្វីគ្រប់យ៉ាងកាន់តែច្បាស់ទៀតផងថាអ្នកណាទើបជាអ្នកដែលគួរសហការពិតប្រាកដលោកតាហួរនេះគឺហានេះជាកិច្ចព្រមព្រៀងសហការគ្នារបស់ត្រកូលទាំងពីរយើងល្អណាស់អរគុណលោកតាហួរដែលបានផ្ដល់ទំនុកចិត្តចាប់ពីថ្ងៃនេះទៅ